ក្រោយអាយុ30ឆ្នាំរាងកាយរបស់ស្ត្រីផ្លាស់ប្ដូរច្រើនជាងយ៉ាងគេខ្វះការគេងលក់ស្កប់ស្កល់ស្បែកប្រែជាស្រអាប់ងាយនឹងតានតឹងងាយអស់កម្លាំងងាយឆាប់ខឹងមិនមែនដោយសារតែសញ្ញានៃភាពចាស់ទេប៉ុន្តែដោយសារតែរាងកាយត្រូវការថែទាំត្រឹមត្រូវស្ត្រីជាច្រើនព្យាយាមទទួលទានវីតាមីនថែរក្សាស្បែកហាត់ប្រាណប៉ុន្តែភ្លេចរឿងសំខាន់បំផុតអាហារប្រចាំថ្ងៃគឺជាអ្វីដែលកំណត់សុខភាពនិងសម្រស់រយៈពេលវែងសៀវភៅការព្យាបាលរបបអាហារសម្រាប់ជំងឺគ្រប់ប្រភេទមានផ្នែកមួយដែលឧទ្ទិសទៅដល់ការគេងមិនលក់ភាពតានតឹងជំងឺអរម៉ូននិងស្បែកមិនល្អម្ហូបស្រាលៗប៉ុន្តែជួយឲ្យគេងលក់ស្រួលធ្វើឲ្យស្បែកស្រស់ស្អាតនិងកាត់បន្ថយភាពអស់កម្លាំងពីខាងក្នុងមនុស្សជាង50,000 នាក់បានទិញសៀវភៅនេះក្នុងរយៈពេលត្រឹមតែ1ខែប៉ុណ្ណោះថ្ងៃនេះសៀវភៅនេះមានការបញ្ចុះបន្ថយ 35% ដែលមានសៀវភៅអេឡិចត្រូនិកសុខភាពល្អៗចំនួន3រួមបញ្ចូលចុចពាក្យផ្ញើសារដើម្បីបញ្ជាទិញសៀវភៅដើម្បីរក្សាការបដិសេធមុនពេលវាអស់